បាទជំរាបសួរបងប្អូនអរគ្នាចឹងមេរៀននេះយើងសិក្សាបន្ថែមពីរបៀបនៃការចូលទៅកំណត់ក្នុងលក្ខខណ្ឌនៅពេលដែលភ្ញៀវគាត់ចូលមក page របស់យើងហើយបន្តមកទៀតគាត់ចុចប៊ូតុង send message ហើយឲ្យ page របស់យើងធ្វើការផ្ញើសារទៅគាត់ដោយវិធីណាអញ្ចឹងនៅមេរៀនមុនយើងបានរៀនហើយពីរបៀបនៃការកំណត់ប៊ូតុង get start អញ្ចឹងមេរៀននេះយើងសិក្សាបន្ថែមនៅពេលដែលភ្ញៀវគាត់ចូលមកតាមប៊ូតុង send message ហើយបន្តទៀតយើងត្រូវសេសារឬក៏យើងត្រូវកំណត់លក្ខខណ្ឌមួយខ្លះដើម្បីឲ្យ page របស់យើងដំណើរការដោយស្វ័យប្រវត្តិនឹងបាន តោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងចូលតាមដានវីដេអូទាំងអស់គ្នាអញ្ចឹងដើម្បីចូលបានគឺយើងចូលមក browser យើងហើយយើងចូលមក website touchai.com ហើយបន្តទៀតដើម្បីយើងទៅធ្វើបន្តគឺមានគណនីរបស់យើងហើយយើងចុចលើ login មកអញ្ចឹងបន្ទាប់ពីយើងចូលគណនី login ហើយយើងនឹងទទួលបាន dashboard នេះមួយអញ្ចឹងអ្វីត្រូវចូលធ្វើនោះគឺយើងចូលក្នុង dashboard ចូលក្នុង board manager ហើយបន្តទៀតគឺយើងចូលមកជ្រើសរើស page មួយណាដែលយើងកំពុងតែជ្រើសរើស អញ្ចឹងកន្លែងនេះខ្ញុំសូមបង្ហាញតិចដែលមេរៀនមុនយើងបានរៀនហើយពីរបៀបការភ្ជាប់ណាប៉ុន្តែនៅក្នុងនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាពីរបៀបនៃការចូលទៅរៀបចំតែម្ដងអញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចធ្វើតាមខ្ញុំក៏បានក៏អត់ដែរមួយកន្លែងបន្តិចហ្នឹងណាខ្ញុំសូមចូលកន្លែងនេះខ្ញុំសូមចូលទៅលើគ្នា account ហើយសូមភ្ជាប់លើ page មួយណាទៀតក៏បានដែរដើម្បីឲ្យអ្នកនរគ្នាស្រួលចំណាំណាហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់ page មួយទៀតការភ្ជាប់ចឹងខ្ញុំភ្ជាប់បានហើយអញ្ចឹងនេះគឺជាការភ្ជាប់ខ្ញុំភ្ជាប់បាន page 2ណាអញ្ចឹងខ្ញុំចូលកន្លែងនេះម្ដងទៀតអញ្ចឹងអ្នកនរគ្នាចូលមកកន្លែង board manager មកអញ្ចឹងមិញនេះខ្ញុំគាត់បង្ហាញអ្នកនរគ្នាដើម្បីអ្នកនរគ្នាស្រួលចំណាំឯងដើម្បីកុំឲ្យច្រឡំណាអញ្ចឹងដល់ពេលខ្ញុំភ្ជាប់មកហើយឃើញថា page របស់យើងមាន2នៅក្នុងហ្នឹងណាមាន2អញ្ចឹងក្នុងចំណោម2ហ្នឹងបើសិនយើងធ្វើលើ page មួយណាគឺយើងត្រូវចុចលើ page មួយហ្នឹងអញ្ចឹងឧទាហរណ៍ថាបើសិនខ្ញុំធ្វើ page កូនបើនេះអញ្ចឹងខ្ញុំត្រូវយកមកឈរលើហ្នឹងហើយខ្ញុំចូលមកកែលើនេះទាំងអស់នេះអញ្ចឹងទៅប៉ុន្តែតើខ្ញុំធ្វើលើ page មួយនេះគឺខ្ញុំត្រូវចុចលើនេះអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះអ្នកនរគ្នាពេលធ្វើយើងប្រយ័ត្នតិចដោយសារបើអត់ទេយើងអាចកែទៅរស់ច្រឡំ page អីចឹងទៅអញ្ចឹងឥឡូវអ្វីដែលយើងកំពុងតែបង្ហាញអ្នកនរគ្នាគឺយើងបង្ហាញលើ touch chat demo មួយបាទអញ្ចឹងតកតងជាមួយនៅក្នុងនេះយើងចង់អ្វីត្រូវធ្វើហ្នឹងយើងមកកំណត់ថានៅពេលដែលអតិថិជនគាត់ចុចប៊ូតុង get start អញ្ចឹងយើងធ្វើការផ្ញើសារអីទៅឲ្យគាត់អញ្ចឹងណាបាទអញ្ចឹងអ្វីត្រូវធ្វើគឺយើងចូល page របស់យើងទៅដល់មកចូល page របស់យើងហើយបន្តទៀតអ្វីត្រូវធ្វើទៀតគឺចូលកន្លែងនេះ action ប៊ូតុង setting អញ្ចឹងនៅពេលដែលចូលមកអ្វីដែលត្រូវធ្វើគឺចូលមក edit កន្លែងនេះអញ្ចឹងនៅក្នុងហ្នឹងយើងមាន template ច្រើននៅក្នុងហ្នឹងវាមាន get start template get start template ហ្នឹងគឺជា template របស់ get start នេះ get start នេះណាអញ្ចឹងអ្វីចូលទៅមកគឺចូលមកធ្វើលើហ្នឹងហើយកន្លែងនេះគឺតកតងជាមួយ user ដែលគាត់ unsubscriber របស់យើងឬក៏យើងទទួលបាន mail ទទួលបាន location អីហ្នឹងយើងអាចរៀបចំបាននៅក្នុងហ្នឹងណាប៉ុន្តែនៅក្នុងនេះយើងមិនចាំប្រើក៏បានដែរកន្លែងនេះក្នុងលក្ខខណ្ឌគេប្រើជាលក្ខណៈ advance លើហ្នឹងប៉ុន្តែឥឡូវហ្នឹងប្រហែលយើងរៀនអ្វីយើងត្រូវចាំបាច់សិនអញ្ចឹងអ្វីត្រូវធ្វើគឺចូលមកកែទៅលើ get start template នេះអញ្ចឹងដើម្បីចូលកែបានយើងគ្រាន់តែយកម៉ៅយើងចុចលើវាមួយមកចុចលើមួយមកយើងឃើញនេះអញ្ចឹងអ្វីយើងទទួលបានគឺនេះគឺជា action ប៊ូតុងឈ្មោះ get start template ហើយនេះគឺជា start flow របស់យើងដែលយើងបានរៀបចំអញ្ចឹងគឺ get start អញ្ចឹង get start នេះគឺយើងក្នុងមួយ page គឺយើងដាក់បានម្ដងឯងកន្លែងនេះណាយើងដាក់បានតែម្ដងឯងអត់ដាក់ get start ពីរដងឯងក្នុងហ្នឹងណាអញ្ចឹងអ្វីដែលយើងធ្វើគឺនៅក្នុងប៊ូតុងយើងត្រូវចូលមកកែក្នុង get start ហ្នឹងអាហ្នឹងចំពោះនៅពេលដែលភ្ញៀវគាត់ចុចលើប៊ូតុង send message ហ្នឹងណាយើងត្រូវចូលក្នុងការកន្លែង get start ហ្នឹងបាទអញ្ចឹងសូមចូលឯនេះវិញអញ្ចឹងកន្លែងនេះគឺជាកន្លែង get start ហើយកន្លែងនេះគឺជាឈ្មោះនៅពេលដែលគេចុច get start មកយើងធ្វើការផ្ញើសារដូចកន្លែងនេះអញ្ចឹងគេយើងដាក់ឈ្មោះ hi ហើយបន្ទាប់មកយើងយក last name ហើយតោះមក welcome to our page អញ្ចឹងកន្លែងហ្នឹងវាមិនខុសកន្លែងនេះទេកន្លែងនេះណាអញ្ចឹងអ្វីទៅធ្វើក្នុងមេរៀននេះគឺយើងចូលមកកែទៅលើ template ហ្នឹងតែម្ដងណាហ្នឹងហើយអញ្ចឹងកន្លែងនេះយើងចូលមកយើងឃើញទម្រង់បែបនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញដល់អ្នកនរគ្នាយើងអ្វីចូលធ្វើគឺយើងចូលមកនៅពេលដែលភ្ញៀវគាត់ឆាតមកគឺយើងប្រើនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺយើងនៅអ្វីត្រូវប្រើគឺយើងប្រើមុខងារដែលខ្ញុំបានដាក់ក្នុងលក្ខខណ្ឌហ្នឹងគឺមានទាំងអស់នេះក្នុងលក្ខខណ្ឌហ្នឹងណាគឺយើងអាចរៀបចំយើងអាចយកមុខងារទាំងអស់នេះយកមកប្រើបានទាំងអស់មុខងារនេះគឺជាមុខងារសម្រាប់ធ្វើការផ្ញើសារនៅក្នុងប្រអប់សារនៅពេលដែលភ្ញៀវគាត់បានចុចលើ page ឬក៏ចុចលើប៊ូតុងមួយណាដែលយើងបានកំណត់ទាំងអស់ហ្នឹងមុខងារទាំងអស់ហ្នឹងអញ្ចឹងវាមានផ្សេងគ្នាអញ្ចឹងខ្ញុំសូមបង្ហាញត្រួសបន្តិចអញ្ចឹងដើម្បីផ្ញើសារបានគឺតម្រូវពីសំខាន់អ្នកនរគ្នាថាយើងចង់ផ្ញើសារជាអីអញ្ចឹងនៅក្នុងហ្នឹងនៅក្នុង page របស់យើងនេះណាអញ្ចឹងក្នុង page ហ្នឹងគឺយើងអាចផ្ញើសារជារូបភាពក៏បានយើងអាចផ្ញើសារជាអក្សរក៏បានយើងផ្ញើសារជាសំឡេងជាវីដេអូជារូបភាពដែលយើងអាចហូតទៅឆ្វេងទៅស្ដាំក៏បានយើងផ្ញើសារជាកាតក៏បានយើងផ្ញើសារជា link ឬក៏យើងផ្ញើសារជាអីក៏បានទាំងអស់និយាយរួមនៅក្នុងប្រអប់ Align Messenger នេះរាល់ការផ្ញើសារទាំងអស់គឺយើងប្រើមុខងារដែលយើងមានទាំងអស់នេះតែពួកខ្ញុំបានរៀបចំទាំងអស់នេះមកហ្នឹង
អញ្ចឹងតើតើសម្រាប់ងារទាំងអស់នេះគឺខ្ញុំមានទី1នេះគឺជាការផ្ញើសារជាអក្សរទី2នេះគឺជាការផ្ញើសារជារូបភាពហើយទី3នេះគឺជាការផ្ញើសារជាសំឡេងហើយនេះគឺជាការផ្ញើសារជាវីដេអូហើយនេះជាការផ្ញើសារជាឯកសារយើងមានទៀតហើយយើងមានកុងត្រាមានអីយើងមានជា file PDF ឬក៏លើអ្នកលក់អចលនទ្រព្យយើងមានជាប្លង់ឬក៏អីហ្នឹងយើងអាចផ្ញើតាមនឹងបានហើយនេះគឺជាយើងអាចយកអ្វីដែលយើងបានផុសហើយក្នុង page យើងហ្នឹងយកមកដាក់ក៏បានដែរដែលយើងអត់ចាំបាច់ upload វីដេអូចូលក៏បានដែរអញ្ចឹងណាហើយនេះគឺជាការផ្ញើសារជាផលិតផលឲ្យគេចុចហើយនេះយើងធ្វើការផ្ញើសារជា carousel ដែលយើងអាចធ្វើឲ្យគេចុចឆ្វេងស្ដាំជាទូទៅយើងប្រើសម្រាប់គេជ្រើសផលិតផលរបស់យើងមួយណាអញ្ចឹងហើយនេះតកតងជាមួយ e-commerce ហើយ e-commerce ហ្នឹងចាំខ្ញុំនឹងធ្វើការ update មេរៀនខូចគ្នាដែរខ្ញុំបង្ហាញតែ e-commerce ហ្នឹងជាអីគេអញ្ចឹងហើយកន្លែងនេះគឺជាដាក់ការលក្ខខណ្ឌមួយចំនួនហើយកន្លែងនេះគឺជា sequence ដែលយើងត្រូវមានដែរហើយនេះគឺជា user input សម្រាប់យើងទាញ data នៅពេលដែលយើងបិទការលក់អីចឹងទៅអញ្ចឹងនៅក្នុងទាំងអស់នេះខ្ញុំនឹងធ្វើការបង្ហាញលម្អិតម្ដងមួយប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញធ្វើម៉េចឲ្យអ្នកនរគ្នាងាយយល់ប្រើបានសិនហើយរាល់លក្ខខណ្ឌយើងចង់ឲ្យចេះសេជម្រៅចាំយើងអាចមើលវីដេអូនេះតាមក្រោយបន្តទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅមួយវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបការចូលទៅកែតទៅជាមួយនៅពេលដែលភ្ញៀវគាត់ចុចមកប៊ូតុង get start របស់យើងតែយើងចង់ផ្ញើសារអ្វីទៅឲ្យគេអញ្ចឹងខ្ញុំសូមធ្វើការលុបចោលណាបាទអញ្ចឹងបន្ទាប់ពីខ្ញុំលុបចោលហើយអ្វីដែលយើងចង់បានយើងទៅងាកនៅក្នុង page នេះណាអ្វីចង់បានយើងគិតថានៅពេលដែលភ្ញៀវគាត់ចុចប៊ូតុង get start តើយើងចង់ធ្វើការឆ្លើយតបអីគេទៅឲ្យភ្ញៀវយើងចង់ផ្ញើសារជាអក្សរហើយបន្ទាប់ទៀតយើងចង់ផ្ញើសារជារូបភាពហើយបន្ទាប់ទៀតយើងចង់ផ្ញើសារជាវីដេអូឬក៏ជាសំឡេងអីចឹងទៅយើងអាចរៀបចំបានខ្លួនឯងទាំងស្រុងតែម្ដងអញ្ចឹងខ្ញុំសូមចូលលើខ្ញុំសូមចូលឧទាហរណ៍ទៅលើ page មួយអញ្ចឹងខ្ញុំសូមចូលមកឧទាហរណ៍ទៅលើ page ផ្ទះសក្តិនេះមួយបាទសរសៃសូមម្ដងទៀតបាទអញ្ចឹងខ្ញុំសូមតេស្តលើ page ផ្ទះសក្តិមួយខ្ញុំសូមលុបចោលហើយខ្ញុំសូមចុចប៊ូតុង send message ហើយចុច get start អញ្ចឹងនៅពេលដែលយើងចុចប៊ូតុង get start មកឃើញថាផ្ទះសុខភាពនឹងធ្វើការណែនាំមកយើងដែលយើង auto reply តែម្ដងហើយនៅក្នុងហ្នឹងឃើញថាផ្ទះសុខភាពគាត់ទី1គាត់ផ្ញើសារជាទម្រង់អក្សរហើយនៅក្នុងហ្នឹងគាត់មានសួស្ដីបងហើយផ្ទះសុខភាពមានលក់ប្រភេទឧបករណ៍ឲ្យខ្លះជា1ជា2ចឹងទៅហើយបន្តមកទៀតគាត់មានធ្វើការផ្ញើសារជាសំឡេងហើយបន្តមកទៀតគឺគាត់ផ្ញើសារជារូបភាពដែលអាចហូតទៅឲ្យយើងជ្រើសរើសបានប្រភេទផលិតផលមួយចឹងទៅអញ្ចឹងណាបាទអញ្ចឹងដូចគ្នានៅក្នុង page របស់យើងគឺយើងចង់បានដូចគ្នាដែរយើងចង់ផ្ញើសារជាទម្រង់ម៉េចទៅតាមលក្ខខណ្ឌដែលយើងចង់បានអញ្ចឹងយើងអាចរៀបចំដូចផ្ទះសុខភាពនេះក៏បានតម្រង់ flow បែបនេះក៏បានឬក៏យើងចង់ខុសពីនឹងទៅក៏បានហើយវាជាជំរើសឯងដោយសារយើងអ្នករៀបចំខ្លួនឯងណាបាទអញ្ចឹងនៅក្នុងនេះខ្ញុំសូមធ្វើការបង្ហាញដើម្បីឲ្យងាយស្រួលហើយដើម្បីយល់ដូចគ្នាដែរអញ្ចឹងខ្ញុំទៅចូលទៅកែលើ page នេះបន្តអញ្ចឹងមកខ្ញុំសូមខ្ញុំសូមមកកន្លែងនេះអញ្ចឹងខ្ញុំសូម copy កន្លែងនេះទុកមកណាដោយសារខ្ញុំអត់ចង់សរសេរខ្ញុំអត់ចង់សរសេរច្រើនមកឲ្យខាតពេលអ្នកនរគ្នាអញ្ចឹងខ្ញុំសូម copy សរសេរអញ្ចឹងខ្ញុំសូម Ctrl C មួយមកបាទអញ្ចឹងអ្វីដែលធ្វើបន្តទៀតគឺចូលមកកន្លែង template របស់យើងមកអញ្ចឹងនៅក្នុងហ្នឹងអ្វីដែលខ្ញុំចង់បានគឺយើងធ្វើការផ្ញើសារជាអក្សរអញ្ចឹងយើងទាញមុខងារជាអក្សរយើងដាក់មកប៉ក់មកបាទអញ្ចឹងទាញមកប៉ក់មកអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់នេះយើងមើលកន្លែងនេះនៅក្នុង template របស់ពួកខ្ញុំទាំងអស់គឺយើងមានកន្លែងនេះមួយដែលយើងឃើញមូលពីរនេះមូលពីរហ្នឹងគឺជារបៀបការភ្ជាប់នឹងឯងអញ្ចឹងកន្លែងនេះមានតែ copy next message អញ្ចឹងយើងចង់ឲ្យនៅពេលចុចមក message របស់យើងផ្ញើសារយើងចង់ផ្ញើសារជាអីអញ្ចឹងយើងចង់ផ្ញើសារជាអក្សរយើងគ្រាន់តែទាញវាមកទាញវាតម្លាក់ចេញមកហើយប្លែងទៅបានជាទម្រង់អក្សរហើយបើតើនៅកាលណាខ្ញុំចង់ផ្ញើសារជារូបភាពទាញមកតម្លាក់ចេញមកយើងបានជាទម្រង់រូបភាពអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំសូមចូលមកកន្លែងនេះខ្ញុំអ្វីដែលយើងភ្ជាប់យើងគ្រាន់តែទាញយកនេះយើងភ្ជាប់ចេញមកបានហើយប៉ុណ្ណឹងបានហើយអញ្ចឹងអ្វីទៅធ្វើប្រទៀតគឺយើងចូលមកសរសេរអក្សរដែលយើងចង់សរសេរអញ្ចឹងកន្លែងនេះយើងចុចមិនចេះមកចុចលើ2ដងចេះមកអញ្ចឹងកន្លែងនេះយើងអាចធ្វើការសរសេរអក្សរមកយើងអាចសរសេរអក្សរសួស្តី
អញ្ចឹងកន្លែងនេះយើងអាចសរសេរអក្សរពាក្យពេចន៍អ្វីយើងចង់បានគឺអាចសរសេរបានហើយក្នុងលក្ខខណ្ឌបើសិនជាយើងចង់ឲ្យនៅពេលដែលនេះនៅពេលដែលគេឆាតមកយើងធ្វើការចាប់ឈ្មោះរបស់គេឈ្មោះនេះគឺយើងចាប់យកនៅពេលដែលគាត់ឆាតមកយើងចាប់ឈ្មោះគេយកអញ្ចឹងដើម្បីចាប់ឈ្មោះគេហ្នឹងឆ្លើយតបមកគេបានគឺសួរសេចបងចឹងហើយយើងចុចកន្លែងនេះយើងចុចកន្លែងនេះកន្លែងនេះគឺយើងក្នុង system យើងចាប់យកឈ្មោះដំបូងមកគេអញ្ចឹងកន្លែងនេះយើងដាក់ first name យើងចុចបាននេះមួយហើយបន្ទាប់មកកន្លែងនេះយើងអាចដក clear ទៅយើងស៊ី space ម្ដងឬពីរដងនេះយើងចង់ដក clear បើយើងអត់ចង់ដកក៏អត់ទៅអត់អីទេហើយបន្ទាប់មកចុចកន្លែង last name អញ្ចឹងកន្លែងនេះវាចាប់ last name first name ហើយ last name អញ្ចឹងកន្លែងនេះមានថាវានឹងចាប់ឈ្មោះតកូលរបស់គេណាហើយបន្ទាប់មកចាប់ឈ្មោះនាមតកូលអញ្ចឹងទៅហើយបន្តមកទៀតយើង enter ចុះក្រោមមួយមកហើយយើងអាចចាប់សរសេរមកតែណែនាំពីសេវាកម្មរបស់យើងមានសេវាកម្មអីខ្លះទៀតថាសួស្ដីបងខ្ញុំមានខាងឥឡូវតោះឆាតរបស់ខ្ញុំមានរៀបចំឬក៏មានប្រព័ន្ធឆ្លើយតបសារឆ្លើយតប comment ដោយស្វ័យប្រវត្តិចេះមួយចេះពីរដែលមានមុខងារចេះមួយចេះពីរអញ្ចឹងទៅហើយយើងអាចធ្វើការសរសេររ៉ាយរាប់អីចឹងទៅអញ្ចឹងណាយើងអាចសរសេរពាក្យពេចន៍ឲ្យខ្លួនឯងបានសរសេរតាមចិត្តចង់យើងអាចសរសេរខ្មែរក៏បានសរសេរអង់គ្លេសក៏បានតាមឬចង់សរសេរចិនក៏បានដែរវាអាចធ្វើបានអញ្ចឹងនៅក្នុងនេះទីមួយគឺយើងសរសេរឈ្មោះហើយបើនៅខាងនេះយើងចង់បានជាឈ្មោះspecial OK គឺយើងអាចចុចកន្លែងនេះមកកន្លែងនេះគឺជាឈ្មោះដំបូងនេះជាឈ្មោះអានេះឈ្មោះនាមតកូលហើយនេះគឺជាឈ្មោះឈ្មោះហើយឈ្មោះតកូលហើយឈ្មោះនាមឈ្មោះបាទហើយបន្តមកទៀតបើសិនកាលណាយើងចង់បានemoji ណា emoji គឺយើងចូលក្នុងនេះខ្ញុំបានដាក់ចូលនេះហើយអញ្ចឹងគាត់តែចុចលើវាមកចុចលើចេះមួយមកហើយយើងរើសមកយើងចាំបានឲ្យគេចុចលើវាមួយមកបាទហើយបន្ទាប់មកយើងសរសេរចេះមួយចេះពីរអញ្ចឹងទៅយើងអាចសរសេររ៉ាយរាប់បានអញ្ចឹងណាយើងប្រើឆ្លើយតបជាមួយភ្ញៀវយើងសរសេរអញ្ចឹងយើងសរសេរទុកខ្លួនឯងឲ្យហើយជាមុនអញ្ចឹងឥឡូវដើម្បីកុំឲ្យខាត់ពេលយូរអញ្ចឹងខ្ញុំសុំ control V មកអញ្ចឹងខ្ញុំផាសមកតែម្ដងប៉ុន្តែដោយសារតែកន្លែងសួរស្ដីបងនេះខ្ញុំមានហើយអញ្ចឹងខ្ញុំលុបចោលបាទហើយឈ្មោះនេះដោយសារខ្ញុំ copy មកនេះទេអញ្ចឹងខ្ញុំលុបចោលដូចគ្នាដែរហើយបន្ទាប់មកផ្សេងនេះគឺផ្សេងនេះគឺខ្ញុំអត់ទាន់ត្រូវការខ្ញុំសុំលុបចោលអញ្ចឹងខ្ញុំអ្វីដែលខ្ញុំមានគឺតែប៉ុណ្្នេះទេនេះប៉ុណ្្នេះហ្នឹងហើយអញ្ចឹងខ្ញុំសុំធ្វើការចុចដានមកឃើញអញ្ចឹងអក្សររបស់យើងបានមកលើនេះអញ្ចឹងមានថាយើងអាចធ្វើការផ្ញើសារបានហើយប៉ុន្តែអ្វីដែលយើងត្រូវធ្វើបន្ទាប់ហ្នឹងកុំភ្លេច save ណាអត់ save អត់ជាប់ទេអញ្ចឹងចុច save មួយសិនមក save ប៉អញ្ចឹងនៅពេលដែលយើង save ហើយយើងចុចចេញកន្លែងនេះបើយើងចេញពណ៌ខៀវអញ្ចឹងថាយើង save ទទួលបានជោគជ័យហើយប៉ុន្តែបើសិនជាក្នុងខណ្ឌថាវា alert ចេញមកពណ៌យ៉ាងក្រហមអីទៅអាហ្នឹងវានឹងបញ្ជាក់ថាយើងធ្វើឲ្យខុសមួយហើយបាទអញ្ចឹងអ្វីដែលត្រូវធ្វើបន្តទៀតគឺយើងចូលតេស្តមកអញ្ចឹងតើតើមួយតេស្តយើងអាចចុចប៊ូតុងនេះក៏បានឬយើងចូលក្នុង page របស់យើងនេះក៏បានដែរនេះ page យើងមាននេះខ្ញុំសូមបិទនេះចោលនេះ page នេះនឹងឥឡូវខ្ញុំលុបចោលទៅណាលុបអញ្ចឹងនេះខ្ញុំបិទចោលតោះមកខ្ញុំចូលចង់តេស្តគឺយើងមិនចាំរក page ក៏បានដែរយើងដោយសារមកទៅស្វែងរក page មិញក៏បានដែរដោយសារយើងឡើយនេះគឺយើង link direct មកអញ្ចឹងឥឡូវចុចលើតោះឆាតទៅមកអញ្ចឹងមកយើងចុចលើវាមកអញ្ចឹងវានឹងបើក page ដែលយើងកំពុងរៀបចំហ្នឹងមកអញ្ចឹងណាបាទហើយតើមកអ្វីត្រូវធ្វើយើងចុចប៊ូតុង send message នេះអញ្ចឹងនៅពេលចុច send message កន្លែងនេះយើងចេញ get start មកហើយអញ្ចឹងអ្វីយើងកំពុងរៀបចំគឺរៀបចំឡើង get start ហ្នឹងយើងចុចលើ get start មកនេះអញ្ចឹងយើងនឹងទទួលបានការផ្ញើសារមកជាទម្រង់បែបនេះហើយអញ្ចឹងតើតោះជាមួយការ get start គឺយើងកំណត់បែបហ្នឹងប៉ុន្តែអ្វីដែលនៅច្រើនសាំញ៉ាំនោះគឺលក្ខខណ្ឌដែលយើងចង់បាននេះយើងចង់បានមិនយើងរៀបចំតាមអ្វីយើងចង់បានអញ្ចឹងអក្សរយើងអាចផ្ញើសារបានហើយអញ្ចឹងបើសិនខាងនេះយើងផ្ញើសារជាអក្សរផងយើងផ្ញើសារជារូបភាពផងគឺយើងអាចរៀបចំបានណាអញ្ចឹងដើម្បីរៀបចំបានគឺយើងចូលមកកន្លែងនេះត្រាំទៅចូលរបស់យើងកំពុងធ្វើហ្នឹងនេះរបស់យើង get start ហ្នឹងណាខ្ញុំចង់ផ្ញើសារគេខ្ញុំចង់ផ្ញើសារជារូបភាពឯងអញ្ចឹងខ្ញុំទាញជារូបភាពយកមកដាក់មកទីរូបភាពយកមកដាក់បាទយើងទាញចុះមកហើយបន្ទាប់មកយើងទាញបែបនេះហើយអ្វីដែលធ្វើបន្ទាប់ទៀតគឺយើងគ្រាន់តែទាញយកអា next message ភ្ជាប់ជាមួយ message មកបាទហើយអ្វីដែលត្រូវធ្វើទៀតគឺយើងចូលមក edit អញ្ចឹងអ្នកនរគ្នាចំណាំណារាល់ template ទាំងអស់ដែលអ្នកនរគ្នាទាញយកប្រើគឺយើងទាញយកមកបន្ទាប់ហើយទាញភ្ជាប់ហើយវិញតែធ្វើបន្តនោះគឺចុចលើ edit អញ្ចឹងដូចឧទាហរណ៍ពួកខ្ញុំបានដាក់រូបមេដៃរូបដៃចុចហ្នឹងតែចុចលើហ្នឹងទៅយើងអាចធ្វើការលើវាបានហើយអញ្ចឹងអ្វីត្រូវធ្វើនោះចុចលើហ្នឹង2ដងមកអញ្ចឹងពេលយើងចុច2ដងហើយយើងចុចកន្លែងនេះចុចកន្លែងរូបភាពនេះមកណាទៅរូបភាពហើយយើងទៅរករូបភាពយកមកដាក់មក
អញ្ចឹងតើតើជាមួយរូបភាពខ្ញុំសូមរីកចម្រើនអ្នកនរគ្នានៅពេលយើង design ព្យាយាមយករូបភាពមួយលើមួយឬក៏ស្មើទំហំ10គុត8គុតគុណនឹង10គុត8គុតមកណាដើម្បីយើងធ្វើទៅវាស្អាតអញ្ចឹងឧទាហរណ៍ខ្ញុំធ្វើការចុចលើនេះមួយអញ្ចឹងចុចឲ្យវារងចាំឲ្យវាដានចេះសិនហើយបន្តវាបោះ link មកបែបនេះអញ្ចឹងយើងចុចដានចេះមកបាទហើយបន្តទៀតយើងធ្វើការ save អញ្ចឹងបន្ទាប់ពី save ហើយគឺយើង save ជោគជ័យហើយអញ្ចឹងយើងអាចចូលតែបានអញ្ចឹងតែយើងអាចចុចប៊ូតុងនេះក៏បានដែរឬក៏យើងចូលរូបភាពយើងកំពុងតែចូលស្រាប់ហ្នឹងក៏បានដែរបើយើងចុចលើនេះទៅវាបង្កើត tab ថ្មីអញ្ចឹងខ្ញុំអត់ចុចទេខ្ញុំលើតែលើនេះវាលឿនជាងអញ្ចឹងនៅកន្លែងនេះអ្វីខ្ញុំទៅតេស្តតតែខ្ញុំតេស្តបានតខ្ញុំលុបកន្លែងនេះសិនណា clear កន្លែងនេះសិនដោយសារតែ get start ហ្នឹងជាទូទៅអតិថិជនមួយគាត់ចុចបានតែម្ដងទេអញ្ចឹងណាអញ្ចឹងយើងដើម្បីតេស្តទៀតតើយើងលុបហើយវា restart ឡើងវិញបើមិនអត់លុបទេយើងធ្វើអត់កើតទេអញ្ចឹងអ្វីទៅធ្វើបន្តវិញតែម្ដងទៀតចុចប៊ូតុង get start មកចុចប៊ូតុង get start អញ្ចឹងវាចេញមក get start ម្ដងទៀតខ្ញុំចុចលើវាមួយចេញចុចលើវាមកអញ្ចឹងវាធ្វើការផ្ញើសារជាអក្សរហើយតោះជារូបភាពអញ្ចឹងយើងបាន2មីនិតយើងផ្ញើសារមកអញ្ចឹងមានថាអតិថិជនរបស់យើងគាត់ចុចឲ្យតែគាត់ឆាតមកប្រហែល1000នាក់ប្រហែល100នាក់ក្នុងពេលតែមួយក៏ page យើងធ្វើការឆ្លើយតបគាត់តាន់ពេលដែរអញ្ចឹងយើងរៀបចំអញ្ចឹងទុកមុនហើយទៅសិនពេលគាត់ចុចផ្ញើសារភ្លាមយើងធ្វើការណែនាំពីសេវាកម្មយើងបានភ្លាមហ្មងអញ្ចឹងនៅក្នុងនេះខ្ញុំនឹងចូលទៅការទៀតខ្ញុំចង់ថែមផ្ញើសារជាសំឡេងអញ្ចឹងតើតើជាមួយផ្ញើសារជាសំឡេងក៏យើងអាចធ្វើបានដែរអញ្ចឹងដាក់ចូលក្នុងនេះមកអញ្ចឹងឡើយនេះខ្ញុំចង់ឲ្យគេខ្ញុំចង់ទាញសារជាសំឡេងចូលទាញសំឡេងខ្ញុំដាក់មកទាញសំឡេងយកហើយបន្តមកទៀតខ្ញុំចូលមកកន្លែងទីជាប់ចេញមកបាទហើយអ្វីទៅធ្វើទៀតគឺយើងចូលទៅ edit ចឹងអ្នកនរគ្នាចំណាំថារាល់ការដែលទាញមុខងារទាំងអស់មកគឺយើងត្រូវតែ edit ចឹងចុច2ដងមកចុចលើវា2ដងហើយតបនេះយើងទៅរកសំឡេងយើងចុចលើវាមកហើយយើងដាក់សំឡេងចូលប៉ុន្តែអ្នកទាំងអស់គ្នានៅពេលយើងដាក់ជាសំឡេងចូលណាអញ្ចឹងតើតើជាមួយសំឡេងហ្នឹងគឺយើងត្រូវតែធ្វើម៉េច convert មកវាជា MP3 ណាបើសិនជាយើង save ពី Telegram មកយើងដាក់ចូលទេយើងដាក់ចូលទេដាក់ចូលក៏ center ភ្ញៀវអត់កើតដែរអញ្ចឹងយើងត្រូវតែបំលែងពីអា file OGG ដែលយើងមានពី Telegram ហ្នឹងយកមកអត់ convert ទៅជា MP4 សិនបានអាចស្គាល់ណាបើមិនអត់ convert ទេគឺអត់ស្គាល់ទេអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងដើម្បីបំលែងពី Telegram របស់យើងបានគឺយើងត្រូវមាន voice មួយ voice ក្នុង Telegram ហ្នឹងខ្ញុំសូមឧទាហរណ៍មួយខ្ញុំចូលកន្លែង save message អធិស្ឋាននេះខ្ញុំចុចកន្លែង save message មកអញ្ចឹងនេះគឺជា voice របស់ខ្ញុំមួយដែលខ្ញុំបានដាក់ចូលក្នុង Telegram ខ្ញុំ voice ចូលណាអញ្ចឹងខ្ញុំធ្វើការ save ខ្ញុំចុចលើ mouse ស្ដាំជាពាក្យ save ហើយតមកនេះគឺជា Telegram ខ្ញុំបានធ្វើហើយអញ្ចឹងខ្ញុំដាក់ audio នេះណាបាទហើយបន្ទាប់នេះអ្នកនរគ្នាឃើញហើយនេះ OGG អញ្ចឹងនេះគឺជា file ដែលយើងបាន download ពី Telegram គឺ OGG ហើយខ្ញុំចុចលើពាក្យ save អញ្ចឹងនៅពេលយើង save ពេល save ហើយនៅយើងនឹងទទួលបានចាខ្ញុំសូមម្ដងទៀតនេះ file របស់យើងមិញនេះ file ចម្រៀងរបស់យើងបើកលើវាយកពាក្យ property មកវាចេញមកបែបនេះ OGG នេះអញ្ចឹងអ្វីត្រូវធ្វើដើម្បីដាក់សំឡេងចូលណាអញ្ចឹងយើងត្រូវចូលមកកន្លែងនេះមកហើយយើងបើក tab ថ្មីយើងចូល Google យើងដាក់គេយើងដាក់ convert OGG to MP3 អញ្ចឹងមកយើង enter មកអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន website ជាច្រើនដែលយើងអាចធ្វើការប្រើបានយើងអត់ចាំបាច់ install app អីសិនយ៉ាងនេះយើងប្រើ website យើងហ្មងទៅហ្នឹងហើយអញ្ចឹងយើងយកមកយើង convert មួយណាក៏បានដែរ website ទាំងអស់ហ្នឹងមួយណាក៏បានដែរអញ្ចឹងបើសារមួយនេះលើកគេយើងចុចលើគេហ្មងទៅហ្នឹងហើយបន្តមកកន្លែងនេះពេលជ្រើសមកឲ្យយើងទៅមើល check មើលកន្លែងនេះក្នុងយើង search យើងចុច link ត្រូវហើយអញ្ចឹងយើងអាចមើលនេះយើង convert ពី OGG to MP4 យើងត្រូវណាអញ្ចឹងអ្វីត្រូវធ្វើបន្តយើងចូល file មិញនេះ file របស់យើងមិញយើងបាន download មកមិញនេះ OGG នេះចុចលើវាមកចុចលើវាអញ្ចឹងវាធ្វើការ upload ចូលនេះឃើញយើង upload ចូលជា OGG នេះកតុយហ្នឹងហើយ extension ណាហើយបន្តមកកន្លែងនេះយើង convert ទៅអីគេ convert យើងមានច្រើនយើង convert MP4 4MA ឬក៏ WA AV អញ្ចឹងទៅប៉ុន្តែអ្វីដែលខ្ញុំ recommend សូមអ្នកនរគ្នាជ្រើសយក MP3 មក
ហើយយើងចុច convert ទៅអញ្ចឹងនៅពេលដែលយើង convert វានឹង convert មកទម្រង់បែបនេះហើយនេះvoice ជាសលេងអញ្ចឹងកន្លែងនេះយើងគ្រាន់តែចូលចោលមកយើងចុច save យើង download មកអញ្ចឹងយើងនឹងបាន voice យើងបាន voice នេះមកមួយឯងចាំតិចនេះយើងបានហើយនេះ voice នេះអញ្ចឹងយើងមើលបានអញ្ចឹងវាអាច convert មកជាអីគេជា MP3 បានហើយអញ្ចឹងបន្ទាប់មកយើង copy អាហ្នឹងយកមកដាក់នៅក្នុង folder របស់យើងដែលយើងចង់បានមួយណាយើង copy មកហ្នឹងហើយយើង copy ឬយើង cut មកតាមចិត្តរបស់យើងឯងបាទយើង copy ឬអីដាក់នៅក្នុងហ្នឹងមកនេះចានេះខ្ញុំយកមកខ្ញុំផាសអញ្ចឹងទៅបាទអញ្ចឹងបន្ទាប់មកOGG នេះយើងចង់ទុកក៏បានយើងចង់លុបក៏បានឬកន្លែងនេះយើង edit មកក៏បានដែរយើងដាក់មួយអញ្ចឹងទៅលេខ1ឬដាក់សម្គាល់អីដាក់ណាហ្នឹងហើយអញ្ចឹងខ្ញុំសូមមក edit ម្ដងទៀតអញ្ចឹងយើងធ្វើចប់ហើយអញ្ចឹងក្នុងលក្ខខណ្ឌនេះយើងអាចបានប្រមាណ voice យើងដោយសារតែរបស់យើងប្រើ website នេះវាជា website free ប៉ុន្តែ free នៅមានកំណត់អញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងយើងអាច voice យើងអាច convert ម្ដងបាន 3-4 voice ឯងអញ្ចឹងបើសិនក្នុងលក្ខខណ្ឌណាកន្លែងហ្នឹងវា convert លេខបានយើងចូល website យើងជ្រើសរើសផ្សេងទៀតមកពី3 website យើងរើសទៅហ្នឹងហើយដោយសារតែ website នេះគឺតម្រូវយើងទិញកញ្ចប់ប៉ុន្តែយើងមិនទិញដោយសារយើងមិនប្រើញឹកញាប់ទេចឹងយើងរើសមួយពីរមកបានហើយនៅក្នុងហ្នឹងណាអាចថាក្នុងមួយ website នេះជា convert បាន3 voice ឬ5 voice អញ្ចឹងយើងអាចរើសមួយណាក៏បានដែរបើថាឧទាហរណ៍នេះវាពេញយើងអាចរើសនេះមួយទៀតទៅក៏បានដែរហើយការប្រើប្រាស់វាមិនសូវជាខុសគ្នាប្រហែលនេះ upload file laptop មកទៀតយើងរើសចូលទៅបានហើយអញ្ចឹងហ្នឹងហើយអញ្ចឹងឥឡូវតើតូនជាមួយកន្លែងនេះខ្ញុំសូមមកកន្លែងរបស់យើងវិញអញ្ចឹងមិនដោយសារតែរបស់យើងត្រូវដាក់សលេងចូលចេញចូលលើវា2ដងនេះមកសេលេខ1ចូលមកបាទនេះដាក់2ដងចេះយើងអញ្ចឹងធ្វើការអញ្ចឹងខ្ញុំសូម cancel ចោលខ្ញុំចុច double click ម្ដងទៀតខ្ញុំទៅរើសម្ដងទៀតមកខ្ញុំយកលេខ1ចេះចាអញ្ចឹងយើងរងចាំវាដល់ទៅចប់យើងចុចចេញមកហើយចុច save អញ្ចឹងអ្វីយើងត្រូវធ្វើបន្តទៀតគឺយើងត្រូវតេស្តរបស់យើងមកហ្នឹងហើយអញ្ចឹងបាទនេះដូចនិយាយតាអញ្ចឹងដោយសារយើងមិនអាចឲ្យ get start ឡើងម្ដងទៀតអញ្ចឹងដើម្បីបានតោះតែយើងលុបអញ្ចឹងយើងលុបតមកទៀតចុច1មកចុច get start មកអញ្ចឹងយើងនឹងបានសារជាអក្សរសារជារូបភាពហើយសារជាសំឡេងមកហើយចាំតិចសំឡេងយើងកុំផ្ញើសារមកហ្នឹងហើយអញ្ចឹងយើងបានមកឃើញហើយយើងអញ្ចឹងនៅពេលភ្ញៀវគាត់មកចុច get start ឃើញថាការរៀបចំរបស់យើងគឺបានហើយអញ្ចឹងណាបាទអញ្ចឹងតកតងជាមួយការដែលយើងរៀបចំប៊ូតុង get start នៅពេលដែលភ្ញៀវគាត់ឆាតមកហ្នឹងក្នុងលក្ខខណ្ឌហ្នឹងគឺអាស្រ័យលើបងប្អូនទាំងអស់គ្នាចង់បានទេថាឥឡូវហ្នឹងបើសិនជាភ្ញៀវឆាតមកយើងគ្រាន់តែរៀបចំប៉ុណ្ណឹងយើងបញ្ចប់ការរៀបចំរបស់យើងតែម្ដងឬយើងចង់ដាក់ប៊ូតុងឬក៏យើងចង់ដាក់និយាយចង់ដាក់ដូចpage មួយនេះផ្ទះសភាពមួយនេះយើងចង់ដាក់អញ្ចឹងឬក៏មិនគេអាចរៀបចំបានទេប៉ុន្តែនៅក្នុងវីដេអូខ្ញុំនឹងបង្ហាញទៀតពីរបៀបការចូលទៅប្រើមុខងារទាំងអស់និងរបៀបការ template ថ្មីមួយលើ page របស់យើងមួយហ្មងលើ project របស់យើងមួយហ្មងបានប៉ុន្តែអ្នកនរគ្នាបើសិនជាអ្នកនរគ្នាមើលប៉ុណ្នេះតន់ហើយយើងអាចសាកល្បងប្រើខ្លួនឯងហ្មងទៅក៏បានដែរអញ្ចឹងហើយបើសិនយើងឡើងណាត់តហើយចាំទៅមើលវីដេអូរបស់ខ្ញុំបន្ថែមក៏បានដែរអញ្ចឹងនៅក្នុងនោះនៅពេលដែលភ្ញៀវគាត់ចុចប៊ូតុង get start ភ្ញៀវចុចប៊ូតុង get start យើងធ្វើការផ្ញើសារជាសំឡេងផ្ញើសារជាអក្សរផ្ញើសារជារូបភាពផ្ញើសារជាសំឡេងចូលបើសិនជាខ្ញុំថាខ្ញុំចង់ផ្ញើសារអីគេផ្ញើសារជាសំឡេងហើយខ្ញុំចង់ផ្ញើជាសំឡេងហ្នឹងសំឡេងខ្លីពេកខ្ញុំសំឡេងអត់អស់ខ្ញុំចង់ផ្ញើសារជាសំឡេងទៀតធ្វើម៉េចបានតែយើងអាចធ្វើការផ្ញើបានទី1យើងគ្រាន់តែទាញសំឡេងយកមកដាក់មកដដែលដូចគ្នាដដែលណាហើយតោះយើងទាញភ្ជាប់មួយទៀតមកទាញភ្ជាប់ហើយតាមតែខ្ញុំដាក់សលេងចូលម្ដងទៀតមកយើងយកសលេងមួយណាអញ្ចឹងឧទាហរណ៍ថាមិញខ្ញុំដាក់សលេងមួយអញ្ចឹងដាក់សលេងមួយទៀតចុចលើវាមកបាទហើយយើងចុចដានហើយយើងចុច save មកអញ្ចឹងយើងចូលមកតេស្តទៀតមកបានហើយអញ្ចឹងនេះសាយឥឡូវខ្ញុំចូលតេស្តខ្ញុំចុចលុបសិនណាបាទទៅលុបសិនហើយបន្តមកទៀតខ្ញុំតេស្តទៀតអញ្ចឹងឡើយនេះយើងតម្រូវឲ្យយើងពេលយើងចូលមកយើងត្រូវលុបអញ្ចឹងឲ្យតេស្តដោយសារតែប៊ូតុង get start នេះគឺយើងធ្វើការដំណើរការបានតែម្ដងឯងហើយខ្ញុំនឹងប្រាប់ពីវិធីទៅមិនមកចាំ get start ទៀតក៏បានដែរប៉ុន្តែឥឡូវហ្នឹងអ្នកនរគ្នាកុំតន់គិតកន្លែងហ្នឹងអីយើងត្រូវឲ្យយល់កន្លែងនេះសិនមកណាបាទអញ្ចឹងយើងនេះឃើញយើងបានទទួលបានសារមកបន្តសារទី1សារទី2អញ្ចឹងយើងចូលមកមើលរបស់យើងវិញមកឃើញយើងរៀបចំទី1ដល់ពេលចុចប៊ូតុង get start ហ្នឹងហើយយើងផ្ញើសារជាអក្សរផ្ញើសារជារូបភាពផ្ញើសារជាសំឡេងចូលថាខ្ញុំអត់ចង់អីគេអត់ចង់ផ្ញើសារជា
ជាអក្សរមកនេះចង់ផ្ញើជារូបភាពឬចង់ផ្ញើសារជាស្រីផងបានអត់បានដូចគ្នាយើងទាញយកមកមួយណាយើងចង់ដាក់ចូលដាក់ទៅអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់កែកន្លែងនេះខ្ញុំអត់ចង់ផ្ញើសារជាអក្សរចង់ផ្ញើសារជាសំឡេងចូលវិញអញ្ចឹងយើងទាញមកយើងទាញសំឡេងឬយើងចង់ទាញរូបភាពមកយើងដាក់រូបភាពមកក៏បានដែរមួយណាក៏បានដែរជាជម្រើសណាហើយយើងទាញមកទាញភ្ជាប់ចេះទៀតមកភ្ជាប់វិញចេះផ្ដាច់គ្នាហើយតោះមកទីយើងចង់ដាក់នេះចូលវិញដាក់ចេះមកបាទហើយតោះយើងចូល edit លើវាមកទាញរូបភាពយើងចង់បានមួយណាយើងដាក់មកទៀតរូបមួយនេះឧទាហរណ៍ណាប៉ុន្តែយើង design សារសិនទៅយករូបមួយណាតាមដំណាក់កាលយើងអាចធ្វើទៅហើយចុចដានមកហើយយើងចុច save ម្ដងទៀតមកហើយបន្តមកទៀតយើងអ្វីទៅចូលយើងចូលតេស្តម្ដងទៀតណាអញ្ចឹងដើម្បីតេស្តបានឡើយនេះគ្នាទៅលុប delete chat ហើយតទៅទៀតយើងចុចប៊ូតុង send message ហើយយើងចុច get start អញ្ចឹងយើងធ្វើអញ្ចឹងទៅវានឹងធ្វើការផ្ញើសារមកយើងរងចាំតិចសិនណានេះជារូបភាពជាអក្សរហើយបន្តមកទៀតជារូបភាពទៀតហើយបន្តមកជាសំឡេងទី1សំឡេងទី2អញ្ចឹងឃើញថាការរៀបចំរបស់យើងគឺបាននៅក្នុងហ្នឹងណាបានប៉ុន្តែយើងនឹងនៅសល់មួយទៀតតទៅជាមួយការដាក់ប៊ូតុងឲ្យផ្សេងអញ្ចឹងក្នុងលក្ខខណ្ឌការដាក់ប៊ូតុងផ្សេងហ្នឹងចាំខ្ញុំធ្វើការលម្អិតតាមក្រោយអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងបើសិនជាលក្ខខណ្ឌបងប្អូនតែឥឡូវខ្ញុំចង់រៀបចំប៊ូតុង get start តែប៉ុណ្្នឹងសិនយើងអាចរៀបចំប៉ុណ្្នឹងក៏បានដែរហើយបើសិនលក្ខខណ្ឌថាបងប្អូនយើងចង់ធ្វើមិនដូចឲ្យអាចឲ្យវាទំនើបជាងហ្នឹងឲ្យវាល្អជាងហ្នឹងឬក៏រៀបចំឲ្យដូចនឹង page ផ្ទះសុខភាពនេះតែម្ដងក៏បានដូចគ្នាដែរយើងរៀបចំមកយើងអាចយកអា template របស់យើងមានហ្នឹងអ្វីដែលពួកខ្ញុំបានបង្កើតហើយរៀបការផ្ញើសារជាសលេងដូចជាក់ស្ដែងដូចយើងរៀបចំនេះអញ្ចឹងទី1ខ្ញុំធ្វើការខ្ញុំជាស្អីទី1ធ្វើការផ្ញើសារជាអក្សរហើយទី2ផ្ញើសារជាសលេងទី3យើងធ្វើការផ្ញើសារជា carousel ដើម្បីគេជ្រើសរើសមានប៊ូតុងចុចអញ្ចឹងទៅអញ្ចឹងវាអត់សាន់ញ៉ាំឯវាដូចគ្នាអញ្ចឹងយើងចូលមកការលើនេះយើងទាញមុខងារដែលពួកខ្ញុំមានទាំងអស់យើងមិនដាក់អញ្ចឹងត្រាទេតែតាក់ទងមួយវីដេអូoption មួយនេះចាញ់ខ្ញុំលម្អិតមួយជូនអ្នកនរគ្នាអ្នកនរអាចមើលតាមក្រោយបានអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយការដែលយើងដាក់ប៊ូតុង get start លើ page របស់យើងគឺយើងមានប្រព័ន្ធហ្នឹងសិនអញ្ចឹងមេរៀនបន្ទាប់ខ្ញុំធ្វើការបង្ហាញពីមេរៀនថ្មីមួយទៀតក្នុងលក្ខខណ្ឌហ្នឹងនឹងអញ្ចឹងចំពោះមេរៀននេះមេរៀនដែលយើងនៅពេលដែលភ្ញៀវគាត់ចុចប៊ូតុង get start ឬក៏ចុចតាមរយៈ send message ខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងសិនបាទអរគុណច្រើន